សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់មានអារម្មណ៍ថាខ្លួនឯងមានសមត្ថភាពអាចធ្វើរឿងធំដុំបានប៉ុន្តែបែរជាជាប់គាំងដោយសារភាពខ្ជិលច្រអូសឬការខ្វះវិន័យដែរឬទេនៅក្នុងស៊េរីវីដេអូនេះខ្ញុំនឹងនាំបងប្អូនមកសិក្សានិងអនុវត្តនៅមេរៀនដែលមានតម្លៃពីសៀវភៅដែលមានចំណងជើងថា365ថ្ងៃជាមួយវិន័យផ្ទាល់ខ្លួនដោយនិពន្ធដោយលោក Martin Meadows សៀវភៅនេះមិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេប៉ុន្តែវាគឺជាសៀវភៅវឹកហាត់ផ្លូវចិត្តជារៀងរាល់ថ្ងៃនៅក្នុងរយៈពេល1ឆ្នាំ365ថ្ងៃដើម្បីជួយឲ្យយើងក្លាយជាមនុស្សដែលមានវិន័យល្អនិងមានម្ចាស់ការលើជីវិតផ្ទាល់ខ្លួនតោះកុំឲ្យខាតពេលយូរយើងទៅស្វែងយល់អំពីមេរៀននៅថ្ងៃនេះទាំងអស់គ្នាជីវិតនឹងក្លាយជារឿងងាយស្រួលបើអ្នកហ៊ានរស់នៅតាមផ្លូវដែលលំបាកប៉ុន្តែវានឹងក្លាយជារឿងលំបាកបើអ្នកព្យាយាមរស់នៅតាមផ្លូវដែលងាយស្រួលពេកវិន័យផ្ទាល់ខ្លួនមានន័យថាការជ្រើសរើសរស់នៅក្នុងជីវិតតាមផ្លូវលំបាកពោលគឺការចេះទប់ទល់នឹងការអស់ទាញនៃចំណង់និងការចង់បានសេចក្តីសុខភ្លាមៗដើម្បីទទួលបាននូវរង្វាន់ដែលធំជាងនិងល្អជាងនៅថ្ងៃអនាគតជាការពិតណាស់វាតែងតែងាយស្រួលក្នុងការគេចវេះពីភាពមិនស្រណុកសុខស្រួលទាំងឡាយហើយបណ្ដោយខ្លួនទៅតាមអ្វីដែលយើងចង់បានគ្រប់ពេលវេលាប៉ុន្តែជាលទ្ធផលអ្វីដែលអ្នកទទួលបានពីរបៀបរស់នៅបែបនេះគឺមានតែភាពសប្បាយរីករាយត្រឹមមួយឆាវដែលត្រូវបង់ថ្លៃមកវិញដោយការខាតបង់នៅអនាគតដ៏ល្អរបស់អ្នកទៅវិញទេសូមសាកល្បងពិចារណាលើមនុស្សដែលទន់ជ្រាយម្នាក់ដែលតែងតែសម្រេចចិត្តបោះបង់ចោលភ្លាមៗនៅពេលជួបបញ្ហាប្រឈមតើមនុស្សប្រភេទនេះអាចនឹងសម្រេចបានសមិទ្ធផលធំដុំក្នុងជីវិតដោយរបៀបណាបើតម្លៃចម្បងរបស់គេគឺការចង់បានតែភាពស្រណុកសុខស្រួលនោះតើមនុស្សម្នាក់នេះនឹងទៅដោះស្រាយវិបត្តិដែលមិនអាចជៀសរួចបានដោយរបៀបណាសូម្បីតែបញ្ហាតូចតាចបំផុតក៏ក្លាយជាឧបសគ្គដ៏ធំសម្បើមសម្រាប់មនុស្សដែលរស់នៅក្នុងភាពស្រណុកសុខស្រួលហួសហេតុនិងតែងតែគេចវេះពីអ្វីដែលលំបាកឬអ្វីដែលខ្លួនមិនពេញចិត្តទៅវិញសូមក្រឡេកមកមើលមនុស្សដែលស្ម័គ្រចិត្តធ្វើឲ្យជីវិតខ្លួនឯងមានភាពលំបាកខ្លះពួកគេតែងតែស្វែងរកនិងស្វាគមន៍រាល់បញ្ហាប្រឈមនានាទុកជាឱកាសដើម្បីអភិវឌ្ឍខ្លួនរាល់ការតស៊ូដែលពួកគេបានដាក់ចោលសម្រាប់ខ្លួនឯងនឹងជួយពង្រឹងស្មារតីឲ្យកាន់តែរឹងមាំដើម្បីកុំឲ្យបញ្ហាក្នុងជីវិតអាចមកគ្របសង្កត់ពួកគេបានពីមួយថ្ងៃទៅមួយថ្ងៃពួកគេកំពុងពង្រឹងសមត្ថភាពខ្លួនឲ្យខ្លួនឯងចេះទប់ទល់នឹងបញ្ហានិងហ៊ានប្រឈមមុខជាមួយនឹងបញ្ហានៅពេលដែលជីវិតជួបនឹងរឿងអាក្រក់ដែលនឹកស្មានមិនដល់ពួកគេនឹងមានសមត្ថភាពដោះស្រាយវាបានយ៉ាងល្អព្រោះតែការរស់នៅតាមផ្លូវលំបាកនេះឯងដែលធ្វើឲ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ទុក្ខលំបាកទាំងឡាយដែលកើតឡើងសូមសាកស្រមៃមើលមនុស្សពីរនាក់ដែលមានគោលដៅចង់ជោគជ័យដូចគ្នាអ្នកទី1រស់នៅតាមផ្លូវដែលងាយស្រួលរាល់ព្រឹកព្រលឹមគាត់ជ្រើសរើសគេងបន្តបិទនាឡិការ៉ូហើយយកទូរស័ព្ទមកចុចមើលកម្សាន្តគាត់ញ៉ាំអ្វីដែលគាត់ចង់ញ៉ាំធ្វើតែអ្វីដែលគាត់គិតថាសប្បាយភ្លាមគាត់មើលទៅហាក់ដូចជាមានសេចក្តីសុខណាស់ប៉ុន្តែ5ឆ្នាំក្រោយមកសុខភាពគាត់ចុះខ្សោយស្មារតីរបស់គាត់មិនរឹងមាំហើយនៅពេលជួបវិបត្តិសេដ្ឋកិច្ចបន្តិចបន្តួចគាត់ក៏ស្លន់ស្លោរកផ្លូវចេញមិនឃើញព្រោះគាត់ទម្លាប់រស់នៅក្នុងភាពស្រណុកពេកអ្នកទី2រស់នៅតាមផ្លូវដែលលំបាករាល់ព្រឹកព្រលឹមទោះជាចង់គេងបន្តយ៉ាងណាក៏គាត់បង្ខំខ្លួនឯងឲ្យងើបទៅហាត់ប្រាណនិងអានសៀវភៅការហាត់ប្រាណវាហត់វាឈឺសាច់ដុំនេះហើយជាភាពលំបាកប៉ុន្តែ5ឆ្នាំក្រោយគាត់មានរាងកាយមាំមួននិងមានវិន័យដែលល្អនៅក្នុងជីវិតនៅពេលដែលជីវិតគាត់មានបញ្ហាធំចូលមកគាត់មិនតក់ស្លុតទេព្រោះគាត់បានវឹកហាត់ផ្លូវចិត្តនិងផ្លូវកាយឲ្យសមនឹងភាពលំបាកជារៀងរាល់ថ្ងៃរួចទៅហើយបងប្អូនទាំងអស់គ្នាមេរៀនថ្ងៃនេះប្រាប់យើងថាវិន័យផ្ទាល់ខ្លួនគឺជាសេចក្តីស្រឡាញ់ដែលខ្ពស់បំផុតសម្រាប់ខ្លួនឯងមនុស្សភាគច្រើនយល់ច្រឡំថាការបណ្ដោយខ្លួនតាមចំណង់គឺជាការស្រឡាញ់ខ្លួនប៉ុន្តែការពិតបើអ្នកជ្រើសរើសយកភាពស្រណុកនៅថ្ងៃនេះអ្នកកំពុងតែសាងសត្រូវជាមួយខ្លួនឯងនៅថ្ងៃអនាគតហើយប៉ុន្តែបើអ្នកហ៊ានរស់នៅតាមផ្លូវដែលលំបាកនៅថ្ងៃនេះមានន័យថាហ៊ានបដិសេធរឿងសប្បាយអត់ប្រយោជន៍ហ៊ានហត់នឿយដើម្បីចំណេះដឹងនិងសុខភាពនោះអ្នកកំពុងតែសាងសង់គ្រឹះយ៉ាងរឹងមាំសម្រាប់ខ្លួនឯងជីវិតមិនដែលងាយស្រួលសម្រាប់អ្នកដែលចង់បានភាពងាយស្រួលរហូតនោះទេផ្ទុយទៅវិញពិភពលោកនឹងលុតជង្គង់ចោះចំពោះមនុស្សដែលហ៊ានប្រឈមមុខនឹងភាពលំបាកដោយស្ម័គ្រចិត្តចំណុចសំខាន់ដែលអ្នកអាចសង្ខេបបានពីមេរៀននេះ1វិន័យមិនមែនជាការធ្វើបាបខ្លួនឯងទេតែជាការសន្សំកម្លាំងទុកសម្រាប់ថ្ងៃមុខ2ភាពស៊ាំជាមួយនឹងការជួបបញ្ហាតូចៗជារៀងរាល់ថ្ងៃធ្វើឲ្យយើងមិនខ្លាចចំពោះបញ្ហាធំដែលកើតឡើងនៅថ្ងៃក្រោយ3
ជំរើសរវាងហត់ឥឡូវស្រួលពេលក្រោយឬស្រួលឥឡូវវេទនាពេលក្រោយចូលចាំថាកុំខ្លាចនៅភាពលំបាកព្រោះវាជាការបង្កើតភាពខ្លាំងឲ្យយើង